ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺស្ងោរជ្រក់មាន់ណាបងប្អូនអញ្ចឹងត្បូងគឺយើងត្រូវដាក់ដាំទឹកសិនហើយយើងរងចាំឲ្យទឹករៀងពុះតិចចាំយើងបន្ថែមគ្រឿងទេសរបស់យើងណាបងប្អូនត្បូងគឺយើងដាក់ជាមួយនឹងខ្ទឹមហើយយើងមានម្ដេងយើងមានល្ខោចហើយនឹងមានស្លឹកគ្រៃបងប្អូនយើងដាក់ទាំងអស់នឹងចូលគ្នាមកហើយយើងទុកវាមួយស្ទុះរងចាំឲ្យទឹកពុះចាំយើងបន្ថែមចាំយើងដាក់សាច់របស់យើងចូលណាបងប្អូនថ្ងៃនេះខ្ញុំមានមាន់ហើយខ្ញុំស្ងោរជ្រក់មាន់មួយដែរហើយខ្ញុំបានលាងសម្អាតនឹងកាប់ជាដុំបន្ទាប់ពីយើងបានដាក់មាន់រួចទៅយើងអាចបន្ថែមជាមួយនឹងគ្រឿងទេសរបស់យើងមានដូចជាស្ករប៊ីចេងទឹកត្រីអីចឹងណាហើយបន្ទាប់ពីខ្ញុំដាក់គ្រឿងហើយខ្ញុំក៏ទឹកស្លនឹងតិចទៅខ្ញុំគ្របពីទុកចាំមួយស្ទុះសិនបន្ទាប់ពីគ្របទុកហើយទឹកស្លរៀងពុះយើងកូរម្ដងទៀតទៅហើយកន្លងពេលហ្នឹងយើងអាចបន្ថយភ្លើងតិចណាបងប្អូនយើងបន្ថយភ្លើងហើយយើងនឹងឃើញមានពពុះវាហ្នឹងនេះដួសចេញទៅដើម្បីឲ្យទឹកស្លយើងថ្លាបន្ទាប់ពីយើងបានដួសពពុះចេញហើយយើងអាចភ្លក់មើលថាតើរសជាតិប៉ុណ្ណឹងយើងអាចទទួលយកបានហើយសម្រាប់ខ្ញុំគ្រឿងហើយដែលខ្ញុំដាក់មុនហ្នឹងគឺអូខេបងប្អូនរសជាតិអាចទទួលយកបានហើយអាចបន្ថែមជាមួយនឹងម្ទេសជីស្ងោរជ្រក់យើងហ្នឹងដែលយើងបានហាន់រួចហើយនឹងច្បាច់ក្រូចឆ្មាដាក់ចូលទៅប៉ុណ្ណឹងរួចជាការស្រេចហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំនេះគឺជាវិធីស្ងោរជ្រក់មាន់ងាយៗដែលបងប្អូនអាចធ្វើនៅផ្ទះហូបជាមួយគ្រួសារបានអរគុណច្រើនជម្រាបលា